សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំវាយប៊ឺនំប៉័ងណាអញ្ចឹងប៊ឺនំប៉័ងនៅផ្ទះខ្ញុំមានធ្វើពីររសជាតិប៊ឺផ្អែមនិងប៊ឺប្រៃថ្ងៃនេះខ្ញុំធ្វើប៊ឺផ្អែមបងប្អូនអញ្ចឹងរបៀបវាយពងទាប៊ឺផ្អែមរបស់ខ្ញុំគឺទី1យើងយកពងទានឹងយកមកបំបែកសិនណាបងប្អូនបំបែកវាហើយយើងយកក្រហមផ្សេងសផ្សេងហើយនេះហើយខ្ញុំយកអាពណ៌ក្រហមហ្នឹងថ្ងៃនេះខ្ញុំវាយពង4ណាចឹងខ្ញុំយកអាក្រហម4ហ្នឹងយកមកដាក់ក្នុងអាកែវដែលបងប្អូនឃើញម៉ាស៊ីនខ្ញុំកំពុងរត់ហ្នឹងគឺខ្ញុំដាក់នៅក្នុងហ្នឹងយើងវាយវាជាប់អញ្ចឹងណាហើយពេលកំពុងវាយហ្នឹងគឺខ្ញុំថែមខ្លាញ់បងប្អូនចឹងបងប្អូនចង់ប្រើខ្លាញ់អីក៏បានដែរទៅតាមដែលបងប្អូនចូលចិត្តសម្រាប់សុខភាពខ្លួនឯងចឹងខ្ញុំដួសខ្លាញ់ហ្នឹងថែមម្ដងមកស្វាតិចតិចចឹងបងប្អូនបានពងយើងបានប៊ឺរបស់យើងហ្នឹងវាឡើងល្អហើយបងប្អូនធ្វើរបៀបនេះណាដាក់ចូលកែវដាក់ទូទឹកកកមួយខែអីអត់មានដោះផ្សិតទេបងប្អូនហើយអត់មានប្រើថ្នាំអីទេហើយនៅល្អអញ្ចឹងរហូតខ្ញុំឲ្យតែធ្វើម្ដងមួយខែអីនោះបានញ៉ាំអស់ព្រោះកូនខ្ញុំតែ2នាក់អញ្ចឹងគាត់លាបតែពេលព្រឹកបន្តិចហ្នឹងហើយបើដល់ពេលចុងបញ្ចប់ពេលដែលវាឡើងពេញចិត្តយើងហើយល្មមហើយអាហ្នឹងបងប្អូនចង់ប្រើអំបិលក៏បានបងប្អូនចង់ប្រើស្ករដូចខ្ញុំក៏បានខ្ញុំដាក់ស្ករចុងបញ្ចប់ណាហើយយើងអង្គុយវាយឲ្យរលាយទៅព្រោះកូនខ្ញុំចូលចិត្តប៊ឺផ្អែមបងប្អូនអញ្ចឹងវិធីវាធ្វើគឺងាយស្រួលតែប៉ុណ្្នឹងទេបងប្អូនទៅយើងបានប៊ឺឆ្ងាញ់មួយសម្រាប់ញ៉ាំនំប៉័ងបាត់ហើយ